ពេលនឹងភ្លាមក៏ពួកយើងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញមានន័យថាប្រទេសចាប់ផ្ដើមឲ្យយើងលក់ដូរបានហើយចាប់ផ្ដើមលក់ដូរបានខ្លះមិនមែនបានទាំងអស់ហើយគឺខ្លះគឺបានខ្លះមកវិញហើយនៅពេលដែលពួកខ្ញុំចូលទៅដល់ពួកខ្ញុំស្គាល់គ្នាដំបូងឡើយពួកយើងគឺមានតំណែងតំណងល្អនឹងគ្នាណាស់បងប្អូនស្រឡាញ់គ្នាខ្លាំងណាស់បងប្អូនតែយកធ្លាប់មើលវីដេអូពីមុនហ្នឹងពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ពួកយើងស្រឡាញ់គ្នាណាស់ពួកយើងមិនដែលមានបញ្ហាឆ្លោះទាស់ទែងគ្នាប្រកែកគ្នាទេហើយអ្នកឯងកុំនិយាយថាដោយសារតែខ្ញុំចូលទៅដល់គ្រួសារបានធ្វើឲ្យគ្រួសារបងប្អូនបែកបាក់គ្នាអ្នកឯងកុំនិយាយភាសាហ្នឹងអ្នកឯងដឹងខ្លួនឯងច្បាស់អ្នកឯងកុំនិយាយភាសាមួយហ្នឹងកុំនិយាយថាដោយសារតែខ្ញុំមិនបានថាលើកបន្ទុកមកដាក់ខ្ញុំពួកយើងស្រឡាញ់គ្នាណាពួកយើងដើរទៅណាតែ4នាក់ទេ2នាក់ប្តីប្រពន្ធគាត់2នាក់ប្តីប្រពន្ធខ្ញុំអត់ដើរឆ្លោះគ្នាទេតតែពេលដែលពួកខ្ញុំចាប់ផ្ដើមតាក់ទងគ្នាហើយយើងក៏បានចាប់ផ្ដើម live លក់ធម្មតា page មួយណាបងប្អូនណា page មួយយើង live មានន័យថា page មួយយើងប្រើ2នាក់ page មួយគឺ page ហ្នឹងមានឈ្មោះអីគេ page នេះ page ហ្នឹងគឺប្រពន្ធខ្ញុំប្រើមួយគាត់ប្រើមួយមានន័យថាយើងប្រើ page តែមួយគ្នា page មួយគ្នាគាត់ live ពេលថ្ងៃអញ្ចឹងគាត់ថាថ្ងៃហ្នឹងគាត់ live ស្អែកឡើងពួកខ្ញុំយក page ហ្នឹង live ម្ដងហើយយើងយកប្រាក់ចំណេញដើម្បីយកភ្ញៀវយើងដូរគ្នា live page តែមួយទេដំបងឡើយតទៅពេលដែលពួកខ្ញុំយក page ហ្នឹង live ខ្ញុំមួយប្រពន្ធខ្ញុំ live របៀបផ្សេងគាត់របៀបគាត់គឺគាត់ live របៀបផ្សេងគាត់ live អត់ view គាត់បន្ទោសពួកខ្ញុំគាត់ខឹងគាត់អន់ចិត្តគាត់ live អត់ view តែគាត់ទេណាគាត់មកបន្ទោសពួកខ្ញុំមិនបន្ទោសអីទេគាត់មិននិយាយភាសាតែបន្ទោសលើពួកខ្ញុំទេតែសកម្មភាពរបស់គាត់បានដក page ពីពួកខ្ញុំចេញមានន័យថាលេងឲ្យពួកខ្ញុំយក line នឹង page នឹង line ឲ្យតែគាត់ប្រើភាសាមកថាបើចង់ line ទិញ page ទៅចាំអញឲ្យលេខទូរស័ព្ទរបស់គ្រូ page ហ្នឹងហើយទិញ page មួយផ្សេងទៀត line ទៅឲ្យ boost ទៅឲ្យបែងចែកទៅព្រោះអីអីវ៉ាន់វាជន់គ្នាមានន័យថាប្រពន្ធខ្ញុំលក់អីវ៉ាន់ប្រពន្ធខ្ញុំគាត់លក់អីវ៉ាន់គាត់ដល់អញ្ចឹងទៅយើងជន់អីវ៉ាន់គ្នាពិបាកក្នុងការយើងតបឆាតអត់ដឹងតបឆាតភ្ញៀវមិនព្រោះ page តែមួយណាគាត់ចាប់ដើមបែងចែកនៅពេលដែលបែងចែកពួកខ្ញុំអត់បានតន់ទៅទិញ page ទៀតបងប្អូនអត់ទិញ page ទៀតប្រពន្ធខ្ញុំមាន page មួយដែល page រាល់ថ្ងៃនេះ page តែណានេះដែលមាន follower តែ 89k ហើយបងប្អូននៅចាំអត់ថាពេលហ្នឹងគឺខ្ញុំគឺជាអ្នក live game បងប្អូននៅចាំអត់ពេលហ្នឹងគឺខ្ញុំជាអ្នក live game ខ្ញុំក៏មានpage មួយដែរកាលនោះដូចខ្ញុំមាន page 100k ជាង follower ចង់ទិញ page ថ្មីប្រពន្ធខ្ញុំថាទិញ page ថ្មីអី page ថ្មីថ្លៃណាស់$6,000-7,000កាលនោះបងប្អូន page លក់ថ្លៃណាស់$6,000-7,000ដែល page អាច boost បានណា page boost បានណាពេលហ្នឹងចាប់ពួកខ្ញុំចាប់ដើមគាំងយកហ្មងគាំងអីវ៉ាន់គាំងអីអត់ដឹងលក់មិនទេពួកយើងអត់ដឹងលក់មិនតែខ្ញុំសុំសង្កត់ធ្ងន់មួយថាពេលហ្នឹងគឺពួកយើងលក់អីវ៉ាន់ដូចគ្នាប្រពន្ធខ្ញុំអត់មានលេផ្ទាល់ខ្លួនទេពេលហ្នឹងអត់មានលេផ្ទាល់ខ្លួនទេអត់ទាន់មានមិនមែនអត់មានទេគឺអត់ទាន់មានពេលហ្នឹង follower មានអ្នកស្រឡាញ់រាប់អានយើងចាំយើងយក line ទៅ line លក់ទៅក៏វាមានបញ្ហាដែរបងប្អូននៅចាំអីអាការចំនួនខ្ញុំលេងហ្គេមមក kill មក kiss ហ្នឹងខ្ញុំលេងមើលប្រពន្ធខ្ញុំហ្នឹងបងប្អូននៅចាំអត់ពេលហ្នឹងគឺមានការគ្រប់គ្រងពីមហាជនខ្លាំងគឺគាត់ចូលមក view ខ្ញុំ 1k ជាង 7k ហើយកាលហ្នឹងបងប្អូន 1k 2k ច្រើនណាស់អត់មានណាគេ line ដល់ប៉ុណ្្នឹងទេច្រើនណាស់ 1k 2k ការចំនួនឆ្នាំ2021ហ្នឹងគឺច្រើនណាស់ច្រើនមែនតើតលហើយពួកខ្ញុំក៏ចាប់ដើមយក page មួយហ្នឹងចាប់ដើមមាន fan ចាប់ដើមមក live លក់ខ្លួនឯងដល់យកអវ៉ាន់គាត់មកលក់ទៀតអត់មានអវ៉ាន់ខ្លួនឯងទៅកម្មពេលហ្នឹងអត់មានអវ៉ាន់ខ្លួនឯងយកអវ៉ាន់របស់គាត់មកលក់ទៀតចាប់ដើមបែងចែក page តទៅពេលដែលពួកខ្ញុំលក់ដាច់លក់បានច្រើនលក់បានចំនួនច្រើនជាងគាត់ខ្ញុំនិយាយណាបងប្អូនបើសិនតែពាក្យមួយណាដែលខ្ញុំនិយាយខកសុំឲ្យទេវតាប្រាំមុខខ្ញុំចុះសូមឲ្យខ្ញុំផ្ទះបាញ់សាប់សូមឲ្យខ្ញុំនិយាយទៅងាប់ចោលកូនហ្មងហើយខែលោកចាំបានពាក្យសម្បត្តិឥឡូវខ្ញុំស្បត់ឲ្យហ្មងទៅ
ណាបើខ្ញុំនិយាយពាក្យណាមួយនៅក្នុង line មួយនេះក៏ហក់សូមឲ្យខ្ញុំផ្ទះបាញ់ងាប់ហ្មងទៅឲ្យខ្ញុំមិនក៏បានដែរងាប់ចៅកូនក៏បានដែរវាដល់ពេលវេលាខ្ញុំហួសចិត្តណាខ្ញុំនិយាយដល់ម៉ោងខ្ញុំញ៉ៃពេលហ្នឹងបងប្អូនណាពេលដែលពួកខ្ញុំ live ចាប់ដើមពួកខ្ញុំ live មានអ្នកលក់អវ៉ាន់បានច្រើនមួយថ្ងៃខ្ញុំលក់បានចូលចិត្ត100ថង់ហើយគាត់លក់បានយ៉ាងច្រើន50-60ថង់អីទេចាប់ដើមកើតឡើងការប្រៀបធៀបនៅក្នុងក្រុមគ្រួសារហើយមើលអាម៉ៃលក់បានប៉ុណ្ណេះមួយថ្ងៃច្រើនណាមួយថ្ងៃប៉ុណ្ណេះច្រើនណាហើយលក់បានប៉ុណ្ណេះចឹងហើយលក់បានប៉ុណ្ណេះចឹងកើតចេញពីការប្រៀបធៀបនៅក្នុងក្រុមគ្រួសារដំបូងឡើយអត់មានតំណែងខឹងគ្នាទេកើតចេញពីការប្រៀបធៀបនៅក្នុងក្រុមគ្រួសារខ្ញុំចង់បងប្អូនស្ដាប់អស់ពីដើមដំបូងមកបានយល់ពីរឿងបំណុលហ្នឹងដល់ហើយគាត់ក៏ចាប់ដើមបែងចែកថាបើឯងចង់យកអវ៉ាន់មកអញមកលក់ឯងកាត់ដោយតំណាងចាយទៅហើយកាត់ដោយតំណាងចាយទៅហើយយកអវ៉ាន់ហ្នឹងមកលក់ទៅកាត់ដោយតំណាងចាយចាប់ដើមមានការរង្គោះរង្គើតំណែងតំណងបងប្អូនដោយសារតែការប្រៀបធៀបនៅក្នុងក្រុមគ្រួសារពេលហ្នឹងបងប្អូនណាខ្ញុំបរៀនប្រពន្ធខ្ញុំឲ្យចេះសំពះឲ្យចេះជម្រាបសួរបងប្អូនណា